សម្ដេចបវរធិបតីហ៊ុនម៉ាណែតយល់ស្របតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលតម្រូវឲ្យឈប់បាំងគ្នានៅម៉ោង 10 យប់នេះសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី 13 ខែធ្នូឆ្នាំ 2025 បានប្រកាសថាកម្ពុជាស្វាគមន៍និងគាំទ្រគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីសម្រាប់ការឈប់បាំងគ្នាយប់នេះដោយមានការតាមដានត្រួតពិនិត្យដោយក្រុមត្រួតអ្នកអង្កេតការណ៍អាស៊ានហៅកាត់ថា AOT និងចូលរួមដោយសហរដ្ឋអាមេរិកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងប្រធានអាស៊ាននៅរសៀលថ្ងៃទី 13 ខែធ្នូឆ្នាំ 2025 បានជំរុញឲ្យកម្ពុជានិងថៃឈប់បាញ់គ្នានៅម៉ោង 10 យប់នេះថ្ងៃទី 13 ខែធ្នូឆ្នាំ 2025 នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានលើកឡើងថាតាមដានកិច្ចពិភាក្សារបស់ខ្ញុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រកាន់យកភាពតានតឹងដែលកំពុងបន្តនៅព្រំដែនកម្ពុជាថៃខ្ញុំបានធ្វើការសន្ទនាតាមទូរស័ព្ទដោយឡែកជាមួយនាយករដ្ឋមន្ត្រីថៃលោកអនុទិនឆាន់វីរៈគុលនិងនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតក្នុងកិច្ចពិភាក្សាខ្ញុំបានបញ្ចេញក្តីកង្វល់យ៉ាងធ្ងន់ធ្ងររបស់ម៉ាឡេស៊ីនិងជំរុញឲ្យភាគីទាំងសងខាងបញ្ឈប់រាល់ការផ្ទុះគ្រប់ទម្រង់និងកុំចាត់វិធានការយោធាបន្តរួមទាំងការប្រើប្រាស់អំពើហិង្សាឬចល័តកងទ័ពប្រដាប់អាវុធទៅជួរមុខចាប់ផ្ដើមអនុវត្តនៅម៉ោង 10:00 នាទីយប់ថ្ងៃទី 13 ខែធ្នូឆ្នាំ 2025 ដើម្បីគ្រប់គ្រងដល់កិច្ចខិតខំប្រឹងប្រែងសម្រួលភាពតានតឹងនិងបង្កើនតម្លាភាពប្រទេសម៉ាឡេស៊ីបានស្នើសុំការចាត់តាំងក្រុមអ្នកអង្កេតការណ៍អាស៊ានដឹកនាំដោយលោកមេបញ្ជាការកងរាជអាវុធហត្ថម៉ាឡេស៊ីដើម្បីត្រួតតាមដានសភាពការក្នុងទីលានបេសកកម្មនេះក៏នឹងត្រូវបានគ្រប់គ្រងដោយការត្រួតពិនិត្យពីផ្កាយរណបដែលផ្ដល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកចាប់ផ្ដើមក្នុងរយៈពេលតែមួយរបាយការណ៍តាមដានទីលាននិងផ្កាយរណបទាំងនេះនឹងត្រូវបានប្រមូលដោយ AOT និងបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលក្រុងនឹងធ្វើឡើងនៅថ្ងៃអង្គារទី 16 ខែធ្នូឆ្នាំ 2025 នេះរបាយការណ៍នេះនឹងត្រូវផ្ដល់រូបភាពគោលបំណងនៃស្ថានភាពបច្ចុប្បន្នរួមទាំងតំណែងរបស់ភាគីទាំងពីរក្នុងចំណាប់អារម្មណ៍កណន័យភាពការកសាងទំនុកចិត្តនិងការអភិរក្សសន្តិភាពនិងស្ថិរភាពក្នុងតំបន់ម៉ាឡេស៊ីនៅតែផ្ដោតលើការងារយ៉ាងជិតស្និទ្ធជាមួយបងប្អូនអាស៊ាននិងសហគមន៍អន្តរជាតិដើម្បីធានាបាននូវការសន្ទនាអរិយាប័ត្រស្ងប់ស្ងាត់និងការទូតនៅតែបន្តជាវគ្គសិក្សាចម្បង